tớ bông kịch tha khang pro hay nâng khang sấy thơ chỉ mất phẹtគ្នាបានអត់ មិត្តភ័ក្តិយើងដើរលេងធម្មតាណោះ ហ្នឹងហើយជាមិត្តភក្តិថាហ្នឹងហើយបងប្រុសហើយនឹងស្រីធ្វើជាមិត្តភក្តិគ្នាបានអត់ អឺពីបងទៅវិញបងដូចអត់សូវជឿទេហេតុអីដោយសារបងធ្លាប់មាន best friend មនុស្សប្រុសហ៎អញ្ចឹងពេលដែលបងមាន best friend ប្រុសពេលដែលបងដើរមួយគាត់គេតែងតែច្រឡំថាបងសង្សារគ្នាអញ្ចឹងពេលដែលគេច្រឡំសង្សារគ្នាបងឆ្ងល់ចេះទេមនុស្សស្រីហើយមនុស្សប្រុសធ្វើមិត្តភក្តិគ្នាអត់បានមែនព្រោះបងរៀងមានមិត្តភក្តិប្រុសច្រើនជាងស្រីហេតុអីដោយសារមនុស្សប្រុសអត់សូវសាំញ៉ាំមនុស្សស្រីពេលដែលគាត់សម្រេចចិត្តចង់ញ៉ាំអីចង់ទៅណាអញ្ចឹងរៀងសាំញ៉ាំច្រើនអញ្ចឹងពេលបងមានមិត្តភក្តិមនុស្សប្រុសផ្នត់កំណត់គាត់រៀងផ្សេងប៉ុន្តែបងគិតថាអ្នកខ្លះអាចធ្វើបានតែពីបងវិញបើជាមិត្តភក្តិប្រុសស្រីហ្មងដូចពិបាកទៅរួចដោយសារតាមមនុស្សប្រុសហើយមនុស្សស្រីគាត់រៀងអាចមានចិត្តលើគ្នាលឿនអានេះពីបងណាហ្នឹងហើយ cannot be a best friend អត់បានទេចឹង yeah ចឹងគឺដឹងតាភាគីកឬក៏ខគាត់ yeah មានចិត្តលើគ្នា វាអាចមានការជះអតិពលអវិជ្ជមានមួយក្នុងករណីមនុស្សប្រុសហ្នឹងគាត់មានដៃគូស្រីបាទ ចាគាត់មានដៃគូស្រីហើយបងឧទាហរណ៍បង single បងដើរមួយគាត់ជាធម្មតាពេលដែលបងដើរទៅគឺបងបាត់បង់មិត្តភាពហ្មងបើមិត្តភក្តិខាងប្រុសបងហ្នឹងចាប់ដើមមានសង្សារដោយសារខាងស្រីហ្នឹងគឺគាត់ប្រច័ណ្ឌភ្លាមហ្មងបាទយើងនៅរឿងពិតអូនរឿងពិតរឿងពិតមានន័យថាមិត្តភក្តិបងពេលដែលគាត់អត់ទាន់មានសង្សារអីទេបងដើរមួយគ្នាបានបាទតែពេលដែលគាត់ចាប់ដើមមានសង្សារគឺបងដើរមួយគ្នាលែងកើតហ្មងបាទហ្នឹងហើយអាស្រ័យទៅលើមនុស្សប្រុសហ្នឹងគាត់ចេះបញ្យល់សង្សារគាត់ឬអត់ថាម្នាក់ហ្នឹងគ្រាន់តែជា best friend ទេប៉ុន្តែបងអត់ដឹងត្រង់ថាពេលខ្លះមនុស្សប្រុសហ្នឹងមិត្តភក្តិបងហ្នឹងគាត់រៀងខ្វល់ខ្វាយពី best friend របស់គាត់ឧទាហរណ៍ពេលបងមានបញ្ហាបងតែងតែខលទៅគាត់មកយល់ទេអញ្ចឹងខាងស្រីគេមិនប្រចាំហើយបងតែគិតថាបងលែងហ៊ានហៅទៀតហ្មងបងថាអត់កើតទេគេបែកគ្នាលើហើយចោះឥឡូវបងតំណែងនៅរក្សាទុកទេតំណែងគឺបងលែងបន្តមួយហ្នឹងហើយគឺដោយសារគាត់មានសង្សារអញ្ចឹងពេលដែលគាត់ចាប់ដើមមានសង្សារបងបើសិនគាត់នៅ single សម្រាប់បង that's okay they can be a best friend បើគាត់ single បងយក no យើងមានអារម្មណ៍ថាស្រឡាញ់ណាបើយើងស្រឡាញ់យើងអត់អាចជា best friend ទេអូខេហ្នឹងហើយបាទអញ្ចឹងអត់បានគឺប្រុសហើយនឹងស្រី0%ហ្មងគឺអត់បាន0%អូខេខ្លាចមានភាគីមួយមានចិត្តលើគ្នាចាបាទចុះអាពីពិពាបងអាពីពិពាបងគិតយ៉ាងម៉េចដែរដែលក្មេងៗខ្លះគាត់បានចាប់ដៃគូចូលរោងការនៅអាយុ22 23គឺក្មេងមែនតើតើបងគិតយ៉ាងម៉េចដែរបង share បងមានបងប្រុសបងស្រីដែលគាត់ជាបងប្អូនចដូនមួយបងហើយអ្នកដែលបងស្គាល់ហ្នឹងអានេះពីផ្នត់កំណត់បងឯណាបងអត់ចាច់ទៅលើអ្នកដែលគាត់សម្រេចចិត្តរៀបការលឿនឬក៏អីទេតែពីផ្នត់កំណត់បងបច្ចុប្បន្នចាស់ពីដើមបើបងធ្លាប់ឮប៉ាម៉ាក់ឬក៏អ៊ំពូគាត់និយាយគាត់ថាភាគច្រើនគេទោះបីជាអត់តន់ស្រឡាញ់គ្នាក៏ការហើយអាចស្រឡាញ់គ្នារកស៊ីបានដែរតែពីបងទៅបើសិនជាបងស្រឡាញ់គ្នាមួយដៃគូរបស់បងត្រូវតាមុនពេលបងរៀបការបងត្រូវតាមិនមែនជាការរស់នៅជាមួយគ្នាតែជាការចាប់ដៃគ្នារកស៊ីណាមួយដែលបងអាចជឿជាក់ទៅលើគាត់បានមានថាមនុស្សប្រុសហើយមនុស្សស្រីបើសិនជាគាត់អត់ទាន់បានក្នុងការរកស៊ីរស់នៅយល់ស្គាល់ចិត្តគ្នាស្គាល់ពីប៉ាម៉ាក់ទាំងសងខាងថាស្ថានភាពមួយយ៉ាងណាអាពាហ៍ពិពាហ៍កើតឡើងហើយគឺបែកបាក់គ្នាទៅវិញលឿនហ្មងអានេះអីដែលបងជួបជាក់ស្ដែងពីអ្នកដែលបងស្គាល់ប៉ុន្តែអញ្ចឹងបានពេលដែលបងឃើញ failure របស់គាត់ច្រើនទៅលើអាពាហ៍ពិពាហ៍ទាំងអស់ហ្នឹងបងប្រាប់ខ្លួនឯងវិញថាបើសិនជាបងអត់ទាន់ស្គាល់ម្នាក់ប្រុសហ្នឹងថាគាត់មានអាជីវកម្មផ្ទាល់ខ្លួនអត់គាត់ទទួលបានទំនុកបម្រុងពីខាងណាអត់ពីប៉ាម៉ាក់
ឬក៏ពីបងប្អូនណាអត់គាត់នៅតែជាមនុស្សប្រុសដែរ rely លើប៉ាម៉ាក់អត់បើសិនជាគាត់នៅជាមនុស្សប្រុសដែរ rely ទៅលើប៉ាម៉ាក់ទេបងប្រហែលជាពិបាកយកហើយពួកបងត្រូវការមនុស្សប្រុសដែលមានចំហផ្ទាល់ខ្លួនជាជាងទទួលបានទំនុកបំរុងពីប៉ាម៉ាក់មានថាការសម្រេចចិត្តរបស់គាត់វាគួរតែចេញពីខ្លួនគាត់អត់គួរចេញពីម៉ាក់ប៉ាណាមួយដែលមកជាមួយយើងទេព្រោះដៃគូពីរនាក់មនុស្សស្រីហើយមនុស្សប្រុសរៀបការមួយគ្នាគឺជាអ្នកសម្រេចចិត្តតែពីរនាក់ឯងតែបើសិនជាបងមានដៃគូហើយគាត់ត្រូវទៅពិភាក្សាជាមួយប៉ាម៉ាក់ប្រហែលជាបងពិបាកនឹងរស់នៅជាមួយហ្នឹងហើយអាហ្នឹងពីផ្នែកកំណត់បងហើយបើបងដៃគូរបស់បងប្រហែលជាពិបាកក្នុងការរស់បន្តិចវាពិបាកបន្តិចតែបងគិតថាមនុស្សនៅតែមាននិស្ស័យជួបណាគេម្នាក់ដែលគាត់មានឧបនិស្ស័យបែបហ្នឹងអត់ទេបងតែអត់ចេញជីករអត់ឃើញហ្មងតោះចេញជីករមកណាចេញជីករហ្នឹងហើយដល់តែបើកចិត្តដែរទៅណាដល់តែបើកចិត្តដែរបងខ្ញុំគិតថាបងនៅតែធ្វើការនៅតែ office បងតែដែរនៅចូលកន្លែង office បងអីអត់ជីករអត់ឃើញបាទហ្នឹងហើយតោះផ្ដល់ឱកាសឲ្យគាត់ដែរហ្នឹងហើយដល់ចេញទៅក្រៅសាមែនបងអត់ផ្ដល់ឱកាសបងផ្ដល់ឱកាសឲ្យតាមែនអត់ផ្ដល់ទេជាធម្មតាបើសិនជាយើងអត់សាកសោះយើងអត់ដឹងទេបាទតោះសាកពេលដែលសាកទៅបងជួយ experience ច្រើនណាស់ដៃគូមនុស្សប្រុសរបស់បងដែលគាត់នៅការសម្រេចចិត្តអត់លះនៅមានថាគាត់អាយុច្រើនប៉ុន្តែគាត់អត់តន់ចាស់ទុំទេគាត់អត់តន់ចាស់ទុំត្រង់គោលដៅរបស់គាត់ហើយនឹងការសម្រេចចិត្តរបស់គាត់បាទហ្នឹងហើយចឹងអត់ចូលចិត្តអ្នកសាំញ៉ាំហ្នឹងហើយអត់មានគោលចំហច្បាស់លាស់ចាព្រោះមនុស្សប្រុសគួរតែគោលដៅហើយការសម្រេចហ្នឹងច្បាស់ជាងគេជាងមនុស្សស្រីទៀតហើយបងអត់ expect មនុស្សប្រុសសាំញ៉ាំទេព្រោះការសាំញ៉ាំទាំងអស់ហ្នឹងវាគួរកើតឡើងនៅលើខ្លួនមនុស្សស្រីទៅជាទៅខាងមនុស្សស្រីវិញចាបាទបរមាដែលប្រហែលខែមុនហ្នឹងមានពាក្យអង់គ្លេសថា bare minimum ហ្នឹងសម្រាប់បងតើបរមាដែលតិចបំផុតហ្នឹងគឺយ៉ាងណាដែរក្នុងស្នេហាបរមាដែលតិចបំផុតក្នុងស្នេហាហ្នឹងហើយភាពបើបងនិយាយដូចជាបងប្រហែលជាអត់នៅក្នុងភាពយុវវ័យរបស់បច្ចុប្បន្ន bare minimum ណាបើនិយាយជាភាសាអង់គ្លេសហ្នឹងខ្ញុំសួរឲ្យបងអ្នកឆ្លើយខ្ញុំវិញអញ្ចឹងឧបមាសួរបំផុតយើងទៅហូបអីអញ្ចឹងតើបងឲ្យចេញលុយស្មើគ្នាឬក៏ខាងប្រុសគេអ្នកទទួលយកទាំងអស់ហ្មងអូខេពីបងទៅបច្ចុប្បន្នបើបងជាមនុស្សស្រីក្នុងបរិបទនេះហើយមនុស្សប្រុសសម្រាប់បងត្រូវតែមានលទ្ធភាពចេញទាំងអស់បងអត់អាចចេញស្មើទេបាទអញ្ចឹងគឺ check គឺខាងប្រុសអ្នកទទួលខាងប្រុសទាំងអស់បើសិនគាត់អត់មានលទ្ធភាពនឹងទេអាហ្នឹងវានៅលើស្តង់ដាររបស់មនុស្សស្រីឯងមានន័យថាមនុស្សស្រីជាអ្នកកំណត់ស្តង់ដាររបស់ខ្លួនឯងហ្នឹងបាទបើសិនជាគាត់សម្រេចចិត្តយកដៃគូដែលមានជីវភាពស្មើគ្នាឬក៏ចាប់ផ្ដើមមកអត់ទាន់មានអីប្រហែលជាគាត់អាច start ពី50ហ្នឹងបាទហើយមនុស្សប្រុសទោះបីជាមនុស្សស្រីផ្ដល់ឱកាសឲ្យ50ក៏មនុស្សស្រីនៅតែចង់បានឲ្យមនុស្សប្រុសចេញទាំងអស់ដែរអានេះជាភាពខាងក្នុងរបស់មនុស្សស្រីតែម្ដងទោះជាគាត់ចេញ50តែគាត់ expect ពីខាងប្រុសដែរក្នុងចិត្តគាត់ចង់ឲ្យខាងប្រុសភាគីប្រុសហ្នឹងមានន័យថាគាត់អាចជួយរយៈពេលខ្លីឧទាហរណ៍ថាគាត់ឃើញខាងប្រុសកំពុងលំបាកត្រូវទេអញ្ចឹងចាំអូនជួយចេញ50សិនប៉ុន្តែអីដែលគាត់ធ្វើហ្នឹងណាខាងប្រុសត្រូវមានមនសិការត្រូវខំប្រឹងរកលុយបាទអញ្ចឹងពេលដែលគាត់ចេញប៉ុណ្ណឹងមនុស្សស្រីតែចាប់ផ្ដើមចេញអានឹងយូរពេកគាត់នៅជាមួយអត់បានទេព្រោះគាត់គិតថាមនុស្សប្រុសអត់ខំប្រឹងសោះពេលដែលគាត់ចាប់ផ្ដើមជួយចេញ50គាត់ expect ថាខាងប្រុសខំប្រឹងជាងមុនឧទាហរណ៍អូនឯងចាប់ផ្ដើមរកលុយក្នុងមួយខែបាន$500ប៉ុន្តែចិញ្ចឹមកូនស្រីគេអត់រស់ទេត្រូវរកមេបាន1000ខែក្រោយទៀតទៅរកមេបាន1500អាហ្នឹងជាទំនួលខុសត្រូវរបស់ខាងប្រុសបើចង់បានដៃគូតែទោះបីជាខាងស្រីគាត់ជួយសិនណាតែមនុស្សស្រីទាំងអស់ 100% អូនសម្រាប់បងគឺចង់បាយខាងប្រុសចេញទាំងអស់ត្រូវឲ្យគេ take care ចាបាទហ្នឹងហើយចុះបើខាងស្រីចេញទាំងអស់
mà đòn mà cà អីយ៉ាពេលណាចេះ អត់ដែរឡើយ ខាងស្រីចេញទាំងអស់ ម្ដងមកកាល ម្ដងមកកាល ហ្នឹងហើយ សម្រាប់បងអត់ដែរជួបទេបងអត់ដែរចេញទេ អត់ដែរចេញ ប៉ុន្តែបងធ្លាប់បងទិញកាដូឲ្យបើសិនចាំថ្ងៃពិសេសរបស់គាត់ឧទាហរណ៍ដូច birthday មានថាខាងស្រីសម្រាប់បងណាគាត់អត់ជាមនុស្សម្នាក់ដែលចេញលុយពេលញ៉ាំអីទេប៉ុន្តែគាត់ទោះបីជាគាត់អត់ចាំបាច់ទិញកាដូថ្លៃជូនមនុស្សប្រុសទេប៉ុន្តែគាត់ត្រូវតែដឹងថាមនុស្សប្រុសហ្នឹងស្រឡាញ់របស់បែបណាខ្វះខាតអីគាត់ត្រូវតែប្រពេញរបស់ហ្នឹងឧទាហរណ៍ថាខាងប្រុសហ្នឹងគាត់លះបង់អស់ហើយត្រូវទេគាត់លះបង់អស់ប៉ុន្តែគាត់អត់ដែរមាននាឡិកាពាក់ទេហើយមនុស្សស្រីហ្នឹងសង្កេតឃើញថាមនុស្សប្រុសហ្នឹងចង់ទិញនាឡិកាប៉ុន្តែគាត់ទុកលុយចិញ្ចឹមមនុស្សស្រីហ្នឹងអញ្ចឹងខាងស្រីគួរតែចេះមើលថាខាងប្រុសខ្វះខាតអី បាទ គាត់នឹងទៅទិញអាហ្នឹងឲ្យដើម្បីតម្រូវខាងប្រុសហ្នឹងឲ្យមើលទៅស្អាតជាងមុនឬក៏អីអាហ្នឹងមនុស្សដែលគាត់ស្រឡាញ់ បាទ ប៉ុន្តែខាងប្រុសដែលស្រឡាញ់មនុស្សស្រីហ្មងណាគាត់នឹងអត់ឲ្យខាងស្រីចេញទេអាហ្នឹងចំពោះបង បាទ អត់ចេញតតែសោះ បន្តិចក៏អត់ចេញដែរ ទោះបីជាគាត់ត្រូវខ្ចីលុយគេគាត់ត្រូវធ្វើការហត់គាត់ត្រូវទៅធ្វើអីក៏ដោយធ្វើអីធ្វើទៅប្រឹងរកលុយឲ្យបាន បាទ ហ្នឹងហើយ ចុះពេលឆ្លោះគ្នាតើអបរមា ឆ្លោះគ្នា ពាក្យនេះឈ្មោះដល់ពាក្យហ្នឹងដល់ហើយអបរមា ចា តើខាងមនុស្សប្រុសខាងមនុស្សស្រីដែរចុះខាងពីស្រីដែរចុះតើគាត់ធ្វើ ខាងស្រីត្រូវធ្វើមិនឬក៏ខាងប្រុសត្រូវធ្វើមិន ហ្នឹងថាតើលើខាងប្រុសសិនថាបងអបរមារបស់គាត់គឺអីគេខ្លះ អញ្ចឹងអូន បែបហ្នឹងហើយកាត់ចេញបែប minimum ពេលយើងឆ្លោះគ្នាបង